Hey what's up អ្នកនរនេះស្វាគមន៍មកកាន់ episode ទី4 wow ខ្ញុំអត់ expect ថាខ្ញុំ consistent ធ្វើវីដេអូបានដល់14 episode ជាលក្ខណៈវីដេអូ long form វិញអញ្ចឹងទេអញ្ចឹងថ្ងៃនេះគឺយើងមានជាស្បែកជើងចំនួន2គូអ្នកនរនេះបញ្ជូន2គូបន្ថែមទៀតចង់ show ទៅអ្នកនរនេះបន្តិចបើជើងនេះគឺខ្ញុំបាន sponsor ហើយជា brand កីឡាមួយដែលខ្ញុំស្គាល់យូរដែរ brand នេះជា brand របស់ចិនឈ្មោះថា Peak Sports នេះអ្នកនរនេះកប់នេះជាស្បែកជើង Peak ហើយស្បែកជើងនេះគឺជាស្បែកជើងប្រភេទ trainer ស្បែកជើងមួយទៀតនេះគឺមិន sponsor ប៉ុន្តែគឺស្បែកជើង BMI ណោនេះស្បែកជើងនេះកីឡាករជម្រើសជាតិម៉ារ៉ាតុងរបស់ខ្មែរយើងពាក់រត់ណាគឺវាមានមកជាមួយនឹង carbon fiber plate អញ្ចឹងគឺវាសម្រាប់អ្នកដែលរត់លឿនហើយនឹងរត់ឆ្ងាយដូចគ្នាអូអត់ឯកប់ខ្លាំងមែនតើ so yeah episode បន្ទាប់យើងតេស្តជាមួយនឹងស្បែកជើងនឹងនិយាយទៅ5 episode ស្បែកជើង5ចឹងតើឥឡូវមកខាត់ពេលយូរយើងទៅតែជាមួយនឹងស្បែកជើង Peak Sports running shoes a bit more time to break in 3គីឡូមិនហ្នឹងវាដើរប៉ុន្តែវាឈឺដបងទៅពេលយូរទៅយើងក៏ពីក្រៅជើងវាលែងអីចឹងណាអូខេ so ដោយសារតែឥឡូវហ្នឹងគឺមានជាកម្មវិធីបរិច្ចាគក៏ដូចជាមួយនិធិច្រើនមែនតើដោយសារតែសប្បុរសធម៌ណាដោយសារតែ conflict ឬក៏សង្គ្រាមរវាងកម្ពុជាថៃនៅតែបន្តហើយធ្វើឲ្យប៉ះពាល់ដល់ជនភេសជ្ជៈច្រើនក៏ដូចជាបងទាហានអញ្ចឹងណាអញ្ចឹងមានសកម្មភាពច្រើនមែនតើតើតើជាមួយនឹងសប្បុរសធម៌ប្រមូលស្បៀងប្រមូលអំណោយប្រមូលជាលុយថវិកាមូលនិធិជាដើមអញ្ចឹងដោយសារថ្ងៃស្អែកហ្នឹងគឺថ្ងៃទី12 ខ្ញុំក៏សម្រេចចិត្តចូលរួម movement ខ្លួនឯងមួយហ្មងធ្វើការរត់ចម្ងាយ 12.12 គីឡូពេលព្រលឹមហើយកាត់តជាវីដេអូខ្លីមួយដើម្បីផុសហើយបន្តមកខ្ញុំនឹងបរិច្ចាគទឹកប្រាក់ចំនួន$12.2ទៅកាន់មូលនិធិណាមួយដែលខ្ញុំពេញចិត្តចឹងទៅសូម្បីតែអាវដែលខ្ញុំពាក់រត់ថ្ងៃស្អែកហ្នឹងណាអត់មានកម្មវិធីទេប៉ុន្តែខ្ញុំធ្វើខ្លួនឯងខ្ញុំចង់ធ្វើឲ្យ relate មួយខ្មែរដែរអញ្ចឹងខ្ញុំពាក់អាវរបស់ Cambodia របស់ខ្ញុំដែលមានឈ្មោះខ្ញុំនៅពីក្រោយអញ្ចឹងឥឡូវយើងនៅកោះពេជ្រហើយយើងចាប់ដើមរត់ 12.12 គីឡូក៏ដល់កំហើយ so អូខេឥឡូវយើងបាន1គីឡូហើយសល់11គីឡូជាងទៀត let's go 2 kg 10 more 3គីឡូ 4k now យើងចាប់បាន5គីឡូឥឡូវយើងដល់6វាំង6គីឡូហើយអរគ្នា I never feel this tired before មកពីខ្ញុំពេទ្យថាបានខ្ញុំចេញតិចមកខាងហើយខ្ញុំរើមកធ្វើ challenge ខ្ញុំបានសន្យាខ្លួនឯងឥឡូវមកតែកណ្ដាលផ្លូវហើយទៀតយើងទៅត្រឡប់ទៅវិញ Yeah don't see anyone I know but let's see ពីយើងមកត្រឡប់ទៅកន្លែងដើមយើងវិញហើយឥឡូវយើងមកត្រឡប់ទៅកន្លែងដើមយើងវិញthôi sẽ cắt lại bao cả lỗ 8k ឡើងសាចាំនៅហ្មងតាចាំបងតាខ្មៅMy God, look at the ព្រះអាទិត្យ bro. View នេះ Appreciate anything, bro. Oh. Yeah, ពីប្រាប់ថាខ្ញុំរត់ 12.12 គីឡូហ្នឹងគឺធ្វើវីដេអូខ្លីហ្នឹងហើយខ្ញុំបរិច្ចាគលុយ 12.12 បូកជាមួយនឹងចំនួនជំហានជើងដែលខ្ញុំរត់នៅថ្ងៃហ្នឹងនៅព្រឹកហ្នឹងហើយយើង donate ទៅខាងមូលនិធិរបស់បងនរ៉ាបែនជាមួយនឹងកាមេរ៉ាទៅជា influencer ដូចគ្នា Yeah ឥឡូវខ្ញុំបាន9គីឡូ10ខ្ញុំត្រូវប្រកបទៅ7គីឡូសិន so I'll see you at the finish line Okay so yeah that's it 12.12 ហើយខ្ញុំ donate លុយទៅមូលនិធិសម្រាប់ជួយទៅបងប្អូនជនភេសជ្ជៈក៏ដូចជាកងទ័ពចឹងណាតាមរយៈកាមេរ៉ាក៏ដូចជានរ៉ា and yeah vlog យើង episode នេះគឺនៅប៉ុណ្្នឹងទេយើងជួបគ្នាក្នុង episode ទី5